គ្នាយើងអើយចាំខ្ញុំផងខ្ញុំទៅដល់ហើយចាំទីខ្ញុំទៅដល់ហើយខ្ញុំដាក់អុកតែប្រហែលស្គីដល់មុខហើយចាំផ្លែបែកផ្ទះបដោយឥឡូវក្លាហានណាហ៊ានដកយកមកលេងវគ្គរែងឃើញសូនម៉ាច់ទាំងអស់គ្នាយើងមើលហើយធីមអើយទុកចិត្ត ESP នេះចាស់សូនម៉ាច់ទាំងអស់ជុំវគ្គនេះអែមសែមដែរបានមួយលូកាសអីចឹងណាវគ្គនេះធ្វើការមកលេងជាមួយលូកាសអត់អីទេគ្នាយើងទេបើយើងអន់ជាក៏បានគ្នាយើងជួយវាយដែរតែវគ្គហ្នឹងគ្នាយើងជួយគិតមើលខ្ញុំវាយគេបានងាប់មួយគេមកវាយខ្ញុំងាប់មួយគេមកវាយខ្ញុំងាប់មួយខ្ញុំគេវាយខ្ញុំងាប់មួយលក្ខណៈដូចជាតែគ្នាគេនេះវាគុំឯងទីដឹងឬឃើញឯង skin ស្អាតអីចឹងណាអូយយលក្ខណៈដូចមនុស្សតែបាន skin ថ្មីយើងអួតទីកាយ៉ាងនិយាយចឹង Oh my god ទីបំផុតខ្ញុំរកឃើញខ្លួនឯងបដាហើយគ្នាយើងហើយគឺខ្ញុំរកឃើញ hero ដែលខ្ញុំគួរតែលេងនៅក្នុង game Mobile Legends ហ្នឹងហើយគឺ hero Thamus ហ្នឹងហើយមានអារម្មណ៍ថា hero ហ្នឹងវាតាន់ហើយវាវាយគេឈឺខ្លាំងមែនតើវាតែគ្រប់ stage គឺវាអុកយកតែម្ដងឥឡូវយើងនិយាយការមិនទាន់រកខ្លួនឯងឃើញវិញគ្នាយើងហើយពីមុនខ្ញុំលេងតែ hero 1 ម៉ែត្រពីដីទេមានណាហើយនឹងឆាំងហ្នឹងឯងមាន hero ណាទៀតទេតែ2ហ្នឹងឯងហើយគ្នាយើងមានរកឃើញខ្លួនឯងនៅតែបើតាខ្ញុំដឹងទៅគេរកឃើញខ្លួនឯងអស់ហើយនៅតែខ្ញុំឯងឡៃជឿងវិញមួយ skin ហ្នឹងទៅយំ make skin ស្អាតច្រើនណាស់ប៉ុន្តែខ្ញុំសារនេះមកលងស្រឡាញ់ជាមួយនឹង skin របស់ fighter របស់ Thamus នឹងវិញចប់អត់យល់ខ្លួនឯង